ជំរាបសួរអ្នករាល់គ្នាថ្ងៃនេះសូមស្វាគមន៍មកកាន់ Channel ខ្ញុំឈ្មោះ Lisa ថ្ងៃនេះខ្ញុំមកបង្រៀនគណិតវិទ្យាថ្នាក់ទី5ទំព័រទី75មេរៀនទី11ចំណោទលេខ1ថ្ងៃនេះតោះយើងមករៀនទាំងអស់គ្នានេះគឺជាចំណោទដែលខ្ញុំបានមកទៀតចឹងចំណោទនេះប្រហែលជាអ្នកនរគ្នាអត់ចេះឬមួយក៏អត់ចេះក៏បានដែរក៏អាចមើលខ្ញុំបានដែរចឹងយើងត្រូវសរសេរប្រមាណវិធីនិងរបៀបឆ្លើយនៅពេលដែលយើងសេប្រមាណវិធីរបៀបឆ្លើយហើយយើងត្រូវអានម្ដងទៀតតើត្រូវថែមទឹកប្រមាណទៀតដើម្បីឲ្យ10ទឹកនោះមានទឹក1លីត្រឥឡូវនេះយើងបានដាក់របៀបរកទឹកត្រូវថែមចឹងទៅអ្នកនរគ្នាយើងត្រូវសេលេខចូលក្នុងនេះដែរចឹងយើងត្រូវសេមកនេះយក8ភាគ8ហ្នឹងដក3លើភាគ8ហ្នឹងហើយតបមកយើងសូប្រមាណវិធីទៅហ្នឹងមកបើយកដឹងហើយយក8ភាគ8ដក3ភាគ8ហ្នឹងយើងស្មើដាក់ប្រមាណវិធីមកបង្ស៊ីពេកយូរពេកចឹងត្រូវយក8ហ្នឹងដក3ហើយអាក្រោមហ្នឹងដាក់ភាគ8អ្នកនរគ្នាស្មើហ្នឹងយកអាឡែងប្រយោពេកចឹងទៅអ្នកនរគ្នា8ដក8ហ្នឹងយើងស្មើ5ចឹងយើងសេលេខ5ដល់ត្រង់មកហើយដាក់បន្ទាប់ពីក្រោមមកហើយដាក់លេខ8មកពេលយើងឃើញចម្លើយហើយយើងត្រូវដាក់ចម្លើយហ្នឹងនៅកន្លែងរបៀបឆ្លើយចឹងយើងត្រូវដាក់លេខថងនេះគឺជាចម្លើយរបស់វាហើយយើងដាក់ឆ្លើយថាដើម្បីឲ្យ10ទឹកនោះមានទឹក1លីត្រត្រូវថែម5ភាគ8លីត្រទៀតចឹងអ្នកនរគ្នាចានៅគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅថ្ងៃស្អែកអ្នកនរគ្នាបាយ